យើងធ្វើការ simulation management នៅលើកម្មវិធី Tinkercad នេះគឺជាថ្ម 9V នេះគឺជា IC 7805 ដែលប្រើសម្រាប់លំហុយតង់ស្យុងពី 9V មក 5V ហើយខ្សែភ្លើងពណ៌ខ្មៅគឺជាពណ៌ដក ខ្សែភ្លើងពណ៌ក្រហមគឺជាពណ៌បូកហើយនេះគឺជាកុងតាក់ចំនួន 4 ដែលមានកុងតាក់ A B C D ហើយនេះគឺជា resistance ចំនួន 4 ដែលមាន470 អូមហើយទាំងនេះគឺជា resistance ចំនួន 7 ដែលមាន330 អូមហើយនេះគឺជា IC 7404 ដែលជា NOT gate ទាំងនេះគឺជា IC 7408 ដែលជា AND gate ហើយទាំងនេះគឺជា IC 7432 ជា OR gate ហើយនេះគឺជា management របស់យើងធ្វើការចាប់ផ្ដើមពេលចាប់ផ្ដើមភ្លាមគឺកុងតាក់ចំនួន 4 របស់យើងគឺតំណាងឲ្យលេខ binary ដែល 0000 គឺជាលេខ 0 ពេលយើងចុច 0001 គឺជាលេខ 1 ពេលយើងចុច 0010 គឺជាលេខ 2 ពេលយើងចុច 0011 គឺជាលេខ 3 ពេលយើងចុច 0100 គឺជាលេខ 4 ពេលយើងចុច 0101 គឺជាលេខ 5 ពេលយើងចុច 0110 គឺជាលេខ 6 ពេលយើងចុច 0111 គឺជាលេខ 7 ពេលយើងចុច 0 ពេលយើងចុច 1000 គឺជាលេខ 8 ពេលយើងចុច 1001 គឺជាលេខ 9 ពេលយើងចុច 1010 គឺជាអក្សរ A ពេលយើងចុច 1011 គឺជាអក្សរ B ពេលដែលចុច 1100 គឺចេញអក្សរ C ដល់ពេលយើងចុច 1101 គឺចេញអក្សរ D ដល់ពេលយើងចុច 1110 គឺចេញអក្សរ E ដល់ពេលយើងចុច 1111 គឺចេញអក្សរ F អញ្ចឹងចំពោះ simulation នៅ Tinkercad គឺមានតែប៉ុណ្្នឹងទេនេះគឺជាការតេស្តរបស់ពិតជាក់ស្ដែងនៅខាងក្រៅទៅពេលដែលលេខ binary របស់យើង0000 គឺចេញលេខ 0 ទៅពេលដែល0001 គឺចេញលេខ 1 ពេលដែល0010 គឺចេញលេខ 2 នៅពេលដែល0011 គឺចេញលេខ 3 នៅពេលដែល0100 ចេញលេខ 4 នៅពេលដែល0101 ចេញលេខ 5 នៅពេលដែល0111 ចេញលេខ 7 នៅពេលដែល1000 ចេញលេខ 8 នៅពេលដែល1001 ចេញលេខ 9 នៅពេលដែល1010 ចេញអក្សរ A នៅពេលដែល1011 ចេញអក្សរ B នៅពេលដែល1100 ចេញអក្សរ C នៅពេលដែល1101 ចេញអក្សរ D នៅពេលដែល1110 ចេញអក្សរ E នៅពេលដែល1111 ចេញអក្សរ F អញ្ចឹងការតេស្តជាក់ស្ដែងនៅខាងក្រៅមានតែប៉ុណ្្នឹងទេសូមអរគុណ